បងប្អូនទាំងអស់គ្នារៀនគ្រប់គ្រងអចលនទ្រព្យ Fixed Asset Control ជាមួយនឹង AFT Training Center គឺរៀនជំនាញអនុវត្តជាក់ស្ដែងប្រើប្រាស់ឯកសារក្រុមហ៊ុនជាក់ស្ដែងដូចជានេះគឺជាក្រុមហ៊ុន Auto Car Supply Cambodia ជាក់ស្ដែងដែលយើងបានទិញឡានពីក្រុមហ៊ុន Toyota Cambodia Co Ltd អញ្ចឹងយើងកត់ត្រាជា Fixed Asset ដែលយើងទូទាត់ជាសាច់ប្រាក់យើងដាក់ Bank Payment Voucher ហើយយើងមានគ្រប់គ្រងដោយតាក់ Invoice ពីក្រុមហ៊ុនផ្ទាល់ដើម្បីកាត់កងនិង claim វិញយើងមាន quotation យើងមានបានបញ្ជាទិញ purchase request ហើយនឹង check ដែលយើងទូទាត់ជាផុសតាងទូទាត់ជូនអ្នកផ្គត់ផ្គង់ហើយជាមួយនឹង ID យើងក៏មានតារាង Fixed Asset ដែលយើងធ្វើនៅក្នុង Excel ផ្ទាល់បន្ទាប់មកក៏យើងមាន cap ជាមួយនឹង Fixed Asset count ដែរហើយនឹងនីតិវិធីផ្សេងទៀតហើយក៏មានកត់ត្រានៅក្នុងប្រព័ន្ធ QuickBook អនុវត្តការកត់ត្រាបញ្ជីអចលនទ្រព្យជាក់ស្ដែងដែលប្រើប្រាស់ប្រព័ន្ធ QuickBook ជាក់ស្ដែងនិងរៀបចំរបាយការណ៍អចលនទ្រព្យជាក់ស្ដែងសម្រាប់អ្នកមិនទាន់ចេះសោះរៀនហើយចេះគ្រប់គ្រងអចលនទ្រព្យចេះកត់ត្រាបញ្ជីអចលនទ្រព្យក្នុងកម្មវិធី QuickBook និងរៀបចំរបាយការណ៍អចលនទ្រព្យជាក់ស្ដែងសម្រាប់អ្នកចេះហើយឬកំពុងមានការងារផ្នែកគ្រប់គ្រងអចលនទ្រព្យរៀនហើយនឹងឡើងកម្រិតសូមចុះឈ្មោះចូលរៀនឥឡូវនេះពេលវេលានិងឱកាសមិនចាំបងប្អូនឡើយ